អ្នកទាំងអស់គ្នាធ្លាប់លើកគេនិយាយពី crypto និយាយពីការ trade crypto ចំណេញលុយខាតលុយពីមុនមកអត់ហើយឥឡូវនេះបើសិនជាអ្នកទាំងអស់គ្នាមើលវីដេអូនេះគឺត្រូវហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានចំណងទៅលើ crypto មកគឺចង់សិក្សារៀនសូត្រពីវាអាចមើលវីដេអូនេះបានអញ្ចឹងកាលពីប្រហែលខែមុនខ្ញុំក៏បានធ្វើវីដេអូបញ្យល់ដែរអំពី crypto អញ្ចឹងអ្នកទាំងអស់គ្នាអាចទៅចុចមើលលើវីដេអូហ្នឹងបានហើយចំពោះវីដេអូដែលខ្ញុំធ្វើថ្ងៃនេះគឺខ្ញុំអត់និយាយពាក់ព័ន្ធជាមួយនឹង crypto ស៊ីជម្រៅទេគឺខ្ញុំនិយាយអំពីទៅលើការបង្កើតគណនី OKX OKX ហ្នឹងវាគឺជាកម្មវិធីមួយដែលមាននៅលើទូរស័ព្ទរបស់យើងនៅលើ website អីចឹងទៅហើយ OKX គឺវាដូច app ធនាគាររបស់យើងប្រើរាល់ថ្ងៃចឹងអ្នកទាំងអស់គ្នាជាទូទៅធនាគារយើងប្រើវាសម្រាប់ផ្ទុកលុយប៉ុន្តែចំពោះ OKX គេហៅវាថា crypto exchange គេប្រើវាសម្រាប់ផ្ទុកកាក់ crypto ហើយយើងក៏អាច trade នៅក្នុងហ្នឹងបានដែរអូខេអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបនៃការបង្កើតគណនីហើយវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបនៃការទិញលក់កាក់ហើយធ្វើម៉េចឲ្យចំណេញអីចឹងទៅនៅក្នុងវីដេអូក្រោយអូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចតាម link របស់ខ្ញុំបានអូខេអញ្ចឹងគឺនៅពេលអ្នកទាំងអស់គ្នាចុចមកគឺចំណាំមើលគឺវានឹងចុចរូបខ្ញុំនៅកន្លែងនេះហើយរូប logo Telegram របស់ខ្ញុំអញ្ចឹងដើម្បីអាចបង្កើត account បានគឺអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការចុចគ្រីកកន្លែងនេះយើងចុចគ្រីកកន្លែងហ្នឹងមកហើយប្រទេសរបស់យើងគឺយើងរើសប្រទេសកម្ពុជាមកយើងនៅកម្ពុជាស្រាប់អញ្ចឹងវាជាកម្ពុជាឲ្យអូតូហើយអញ្ចឹងអ្នកទាំងអស់គ្នាចុចលើពាក្យ create account បន្តមកទៀតចំពោះកន្លែងនេះគឺអ្នកទាំងអស់គ្នាត្រូវដាក់ email address របស់អ្នកទាំងអស់គ្នាអូខេឥឡូវខ្ញុំបានបំពេញ email របស់ខ្ញុំហើយខ្ញុំសូមអត់បង្ហាញ email របស់ខ្ញុំទេហើយអ្នកទាំងអស់គ្នាមួយទៀតកន្លែងនេះយើងត្រូវ check មើលគឺអ្នកទាំងអស់គ្នាត្រូវចុចលើពាក្យមួយនេះ referral code អ្នកទាំងអស់គ្នាចុចលើហ្នឹងមកហើយកន្លែងហ្នឹងអ្នកទាំងអស់គ្នាចំណាំមើលត្រូវឲ្យវាចេញឈ្មោះខ្ញុំអាមសិលាមានន័យថាគឺខ្ញុំជាអ្នកណែនាំទាំងអស់គ្នាឲ្យទៅប្រើ app គណនី OKX មួយហ្នឹងដើម្បីយើងទទួលបានអត្ថប្រយោជន៍ត្រឡប់មកវិញចំនួន 10% នៅពេលអ្នកទាំងអស់គ្នា trade អូខេអញ្ចឹងបន្តមកទៀតគឺអ្នកទាំងអស់គ្នាចុចលើពាក្យ sign up នៅខាងក្រោមគឺខាង OKX ហ្នឹងគឺនឹងផ្ញើលេខកូដដើម្បីបញ្ជាក់ទៅកាន់ email របស់យើងអញ្ចឹងយើងចូលមកកាន់ app email មកអូខេអញ្ចឹងខ្ញុំសូមបើក app email នេះរបស់ខ្ញុំហើយនេះគឺអ្នកទាំងអស់គ្នានឹងឃើញ OKX ផ្ញើលេខកូដមកហើយអញ្ចឹងយើងចុចបើកលើហ្នឹងមកហើយបន្តមកទៀតគឺអ្នកទាំងអស់គ្នាត្រូវ copy កូដមួយនេះយើង copy ក៏បានយើងទៅ save ម្ដងមួយក៏បានដែរហ្នឹងហើយខ្ញុំ copy ហើយយើងចូលមកកាន់ website OKX វិញហើយយើងធ្វើការផាសកូដនឹងចូលទៅបន្ទាប់មកទៀតចំពោះកន្លែងនេះគឺអ្នកទាំងអស់គ្នាត្រូវដាក់លេខទូរស័ព្ទណាដាក់លេខទូរស័ព្ទរបស់យើងអញ្ចឹងចំពោះកន្លែងហ្នឹងបន្ទាប់ពីអ្នកទាំងអស់គ្នាដាក់លេខទូរស័ព្ទហើយវានឹងចេញដូចមិញអញ្ចឹងវានឹងផ្ញើលេខកូដដូច email មកឲ្យយើងអញ្ចឹងអូខេអញ្ចឹងកន្លែងនេះខ្ញុំសូមកាត់វីដេអូហើយព្រោះអីគឺខ្ញុំក៏អត់បង្ហាញលេខទូរស័ព្ទរបស់ខ្ញុំដូចគ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាបំពេញលេខទូរស័ព្ទហើយគឺវានឹងឲ្យយើងដាក់ password ម្ដងអញ្ចឹងចំពោះ password លេខកូដហ្នឹងគឺយើងត្រូវមានចាប់ពី8ខ្ទង់ដល់32ខ្ទង់យើងត្រូវមានលាយអក្សរតូចអក្សរធំមានលាយសញ្ញានិងលាយលេខអូខេអញ្ចឹងគឺអ្នកទាំងអស់គ្នាត្រូវទៅដាក់បែបហ្នឹងណាអត់ដាក់លេខកូដធម្មតាបានទេបន្ទាប់ពីយើងដាក់លេខកូដហើយគឺយើងធ្វើការចុចលើពាក្យ next នៅលើប៊ូតុងខាងក្រោមអូខេយើងរងចាំវាបន្តិចវាកំពុងតែដំណើរការអញ្ចឹងកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាអាចខ្វែងវាសិនមកកន្លែងនេះយើងត្រូវ scan មុខ scan កញ្ចក់ដៃហ្នឹងយើងខ្វែងយើងចាំដាក់ពេលក្រោយក៏បានដែរអូខេចុចខ្វែងខាងលើហើយបន្ទាប់មកទៀត account របស់អ្នកទាំងអស់គ្នាគឺបង្កើតបានតែអីដែលយើងត្រូវធ្វើបន្ទាប់គឺយើងត្រូវបំពេញអត្តសញ្ញាណប័ណ្ណព្រោះបើសិនជាយើងបង្កើតតែ account តែយើងអត់បំពេញអត្តសញ្ញាណប័ណ្ណទេក៏យើងប្រើអត់កើតដែរវាប្រៀបដូចជាធនាគារអញ្ចឹងយើងចុចលើពាក្យ get verify មកអញ្ចឹងគឺអ្នកទាំងអស់គ្នាត្រូវចុចលើពាក្យ verify ណាខាងក្រោមអានេះគឺវាតម្រូវឲ្យយើងបំពេញអត្តសញ្ញាណប័ណ្ណក៏បានមានបានបើកបរអីក៏បានដែរឬមកក៏ passport អានេះជាជំរើសរបស់អ្នកទាំងអស់គ្នាទេបំពេញមួយណាក៏បំពេញទៅតែពីច្រើនគ្នាយើងគឺប្រើអត្តសញ្ញាណប័ណ្ណអញ្ចឹងអាកន្លែងនេះគឺវាឲ្យយើងរើសតំបន់ប្រទេសដែលយើងរស់នៅអាកន្លែង country ហ្នឹងអញ្ចឹងវានឹងរើសយកប្រទេសកម្ពុជាអូតូហើយតែបើសិនជាវាអត់រើសយកប្រទេសកម្ពុជាទេអ្នកទាំងអស់គ្នាចុច edit ហើយយកប្រទេសកម្ពុជារបស់យើងវិញមកអូខេអញ្ចឹងគឺយើងធ្វើការចុចលើពាក្យ next ខាងក្រោមនេះកន្លែងហ្នឹងគឺជាកន្លែងអ្នកទាំងអស់គ្នាត្រូវរើសអាទី1ខាងលើគេហ្នឹងគឺជាបានបើកបរហើយអាទី2កណ្ដាលហ្នឹងគឺជាតញ្ញាណប័ណ្ណរបស់យើងហើយចំពោះទី3គឺជា passport ហ្នឹងហើយយើងចង់បានមួយណាយើងបំពេញមួយហ្នឹងទៅអញ្ចឹងបន្ទាប់ពីយើងរើសជម្រើសរបស់យើងហើយគឺយើងចុចលើពាក្យប៊ូតុងនេះខាងក្រោមប៊ូតុងពណ៌បៃតងខាងក្រោមហ្នឹងណាអូខេអញ្ចឹងយើងចុចលើវាមក
បន្តមកទៀតគឺវាតម្រូវឲ្យយើងថតអត្តសញ្ញាណប័ណ្ណរបស់យើងភ្លាមបងចឹងកាមេរ៉ារបស់អ្នកទាំងអស់គ្នាមុននឹងថតគឺយើងត្រូវតែឲ្យវាកាមេរ៉ាច្បាស់យើងអាចព្រាលបានទេបើព្រាលយើងធ្វើ30ច្រើនដងចឹងយូរវាខាតពេលយើងចឹងយើងអូខេ allow ទៅលើហ្នឹងមកហើយយើងត្រូវថតអត្តសញ្ញាណប័ណ្ណរបស់យើងខាងមុខទាំងមុខទាំងក្រោយតែដំបូងបំផុតគឺយើងត្រូវថតខាងមុខសិនណាចឹងកន្លែងនេះគឺយើងត្រូវរងចាំវារៀងយូរបន្តិចដោយសារវាកំពុងតែ processing ហ្នឹងហើយចឹងយើងចាំវាមកស្ទូដែរអូខេអញ្ចឹងអានេះគឺវាបញ្ជាក់ប្រាប់យើងម្ដងទៀតដូចអីដែលខ្ញុំបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាមិញទៅអញ្ចឹងវាឲ្យយើងថតខាងមុខហើយបានថតខាងក្រោយអីចឹងទៅហើយតែប័ណ្ណរបស់យើងក៏ត្រូវច្បាស់ដូចគ្នាយប់អញ្ចឹងបើយើងត្រៀម close រួចរាល់ហើយយើងជួយលើពាក្យ start verify មកចឹងអាកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាមិនបាច់ចាំចុចថតទេយើងត្រូវដាក់តាក់ញ៉ាំបានឲ្យចំនៅក្នុងអាប្រអប់ហ្នឹងទៅគឺវានឹងអូតូថតឲ្យយើងហ្មងតែបើសិនជាវាអត់អូតូថតទេអ្នកទាំងអស់គ្នាអាចចុចថតបានហ្នឹងហើយដូចក្នុងវីដេអូដែលខ្ញុំកំពុងតែបង្ហាញចឹងអាហ្នឹងគឺយើងត្រូវថតខាងមុខមុនណាយប់បន្ទាប់ពីយើងថតហើយឬមកវាអូតូ scan ចាប់បានហើយគឺអ្នកទាំងអស់គ្នាត្រូវចុចលើប៊ូតុង next អញ្ចឹងគឺអ្នកទាំងអស់គ្នាត្រូវត្រឡប់អត្តសញ្ញាណប័ណ្ណរបស់អ្នកទាំងអស់គ្នាមកដាក់ខាងបាតខាងក្រោយវិញហ្នឹងហើយអាមកខាងទៀតនៃអត្តសញ្ញាណប័ណ្ណណាអញ្ចឹងធ្វើការថតឬមកក៏ scan វាម្ដងទៀតមកអូខេរៀងយូរបន្តិចអ្នកទាំងអស់គ្នាដោយសារកាមេរ៉ាទៅច្បាស់អញ្ចឹងខ្ញុំថតដោយផ្ទាល់ដៃយើងចុចលើពាក្យ capture ដៃរបស់យើងមកអូខេអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានថតទាំងមុខទាំងក្រោយហើយយើងចុចលើពាក្យ next អាកន្លែងនេះគឺជាកន្លែងដែលយើងត្រូវ selfie យើងត្រូវ scan មុខរបស់យើងផ្ទាល់តែម្ដងវាដូចតែពីយើងទៅបង្កើត app ធនាគារអីចឹងទៅមានអ្នកទាំងអស់គ្នាដាក់ថាបានហើយវាឲ្យយើងថតមុខម្ដងហើយអញ្ចឹងអាហ្នឹងគឺដូចគ្នាសម្រាប់អ្នកធ្លាប់បង្កើត app ធនាគារពីមុនមកកន្លែងហ្នឹងគឺស្រួលទេអត់ពិបាកទេអញ្ចឹងយើងជួយលើពាក្យ next ហើយវានឹងថតមុខរបស់យើងផ្ទាល់ហ្មងអញ្ចឹងនៅក្នុងការថតហ្នឹងយើងត្រូវដាក់មុខឲ្យយើងឲ្យចំវងប៉ុងកពើហ្នឹងពេលប្រាប់ឲ្យយើងងាកក្បាលឬមកក៏អង្គើក្បាលអង្គើអីយើងធ្វើតាមហ្នឹងមកអូខេអញ្ចឹងយើងរងចាំវាទីដើម្បីវា scan មុខយើងឥឡូវនេះគឺខ្ញុំបានថតមុខរួចរាល់ហើយអញ្ចឹងគឺយើងត្រូវរងចាំវាយ៉ាងយូរបំផុតត្រឹម2នាទីដើម្បីឲ្យវា check មើលបើសិនជាវា check មើលទៅឃើញថារូបភាពអត់ច្បាស់ឬមកក៏អីមួយដែលអត់ច្បាស់គឺវានឹងឲ្យយើងធ្វើម្ដងទៀតតែបើសិនជាច្បាស់ហើយគឺយើងនឹងត្រូវធ្វើចំណុចបន្តទៀតអូខេឥឡូវយើង back មក home page របស់យើងសិនហើយឲ្យអ្នកទាំងអស់គ្នាត្រូវចុចបន្តទៀតគឺអ្នកទាំងអស់គ្នាត្រូវចុច check មើលទៅលើអត្តសញ្ញាណប័ណ្ណរបស់យើងដែលយើងបាន verify មិញអូខេចុចលើហ្នឹងមកហើយវានឹងបង្ហាញព័ត៌មានរបស់យើងដែលយើងបានថតនៅក្នុងអត្តសញ្ញាណប័ណ្ណមិញហ្នឹងហើយវាមានលេខ ID អត្តសញ្ញាណប័ណ្ណឈ្មោះប្រទេសឈ្មោះរបស់យើងអីចឹងទៅអញ្ចឹងយើងផ្ទៀងផ្ទាត់ទៅតើបើយើងផ្ទៀងផ្ទាត់ថាត្រូវហើយគឺអ្នកទាំងអស់គ្នាត្រូវចុចលើប៊ូតុងគ្រីសខាងក្រោមហ្នឹងហើយចុចកន្លែងហ្នឹងមកហើយបន្តមកទៀតគឺអ្នកទាំងអស់គ្នាចុចលើប៊ូតុងពណ៌ខ្មៅ next អូខេអញ្ចឹងកន្លែងនេះគឺយើងត្រូវបំពេញអាស័យដ្ឋានតខ្លួនរបស់យើងអាស័យដ្ឋានអ្នកទាំងអស់គ្នាដាក់មកយើងយកអាស័យដ្ឋានរបស់យើងយកទៅបកប្រែជាភាសាអង់គ្លេសទៅលើ Google Translate ទៅអានេះខ្ញុំគិតថាអត់ពិបាកទេតែអាចំពោះ postal code និង zip code ខាងក្រោមគឺអ្នកទាំងអស់គ្នាអាចទៅ search មើលវាទៅលើ Google បានយើងនៅភ្នំពេញយើង search ភ្នំពេញ postal code ឬមកក៏ zip code ទៅឬមកក៏មួយទៀតយើងដាក់ថា05ដងក៏បានដែរអញ្ចឹងយើងធ្វើការចុចលើពាក្យ next បន្ទាប់ពីយើងបានបំពេញវារួចរាល់អូខេអញ្ចឹងគឺវានឹងធ្វើការ review ទៅលើ account របស់យើងអានេះតាមមួយ plate ទេតែយើងឥឡូវនេះគឺយើងទទួលបានហើយអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចប្រើ account OKX នឹងបានហើយអញ្ចឹងចំពោះវីដេអូក្រោយគឺយើងនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបនៃការទិញលក់កាក់តាគេធ្វើមិនអីចឹងទៅអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេ See you in វីដេអូក្រោយ Bye bye